ក្មេងប្រុសម្នាក់ឃ្លាន3ថ្ងៃហើយបានទៅទិញនំប៉ាវតែពេលញ៉ាំហើយទើបដឹងថាខ្លួនអត់លុយមិនបានទេមិនឲ្យលុយមិនបានទេបងស្រីចង់មានន័យថាមិនអីទេមែនទេអរគុណបងស្រីនាងក៏គ្មានជំរឿនបានត្រឹមតែសៃគិតថាធ្វើទៀនចុះតែនឹកស្មានមិនដល់ជីវិតរបស់នាងត្រូវផ្លាស់ប្ដូរទាំងស្រុងដោយសារតែនំប៉ាវមួយនេះសោះថ្ងៃបន្ទាប់មានបុរសម្នាក់ជិះឡានទំនើបមកខាងនាងហើយអ្នកដែលឈរក្បែរគាត់នោះគឺក្មេងប្រុសដែលញ៉ាំនំប៉ាវអត់ឲ្យលុយម្សិលមិញបុរសនោះមិននិយាយច្រើនទេក៏វាលុយឲ្យនាង100000យ៉នដើម្បីសងថ្លៃនំប៉ាវម្សិលមិញធ្វើឲ្យអ្នកជុំវិញនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារក្មេងប្រុសចូលចិត្តញ៉ាំនំប៉ាវនាងណាស់បុរសនោះក៏ហៅនាងឲ្យទៅធ្វើការនៅផ្ទះគាត់ប្រាក់ខែ50000យ៉នថែមទាំងផ្ដល់កន្លែងស្នាក់នាងស្មានមិនដល់សោះថាលៀបធំធ្លាក់ចំកណ្ដាលក្បាលបែបនេះគិតទៅកាលមុននាងគ្រាន់តែជាអ្នកលក់ដ៏កំសត់ម្នាក់ប៉ុណ្ណោះព្រោះតែធុញទ្រាន់នឹងការនិយាយស្ដីរាល់ថ្ងៃពេកនាងក៏សម្រេចចិត្តឈប់ពីការងារយកប្រាក់សន្សំមកបើកហាងនំប៉ាវនៅស្រុកកំណើតតែនាងមានគោលការណ៍មួយគឺពេលលក់នាងមិននិយាយស្ដីអ្វីឡើយខ្ញុំមកទិញនាងប្រើតែសញ្ញាដៃប៉ុណ្ណោះយូរទៅគេក៏គិតថានាងជាមនុស្សថ្លង់នាងគិតថាគ្រួសារសេដ្ឋីរឿងរ៉ាវស្មុគស្មាញណាស់បើនៅយូរច្បាស់ជាបែកការមិនខាននាងក៏ក្រវីក្បាលបដិសេធគាត់ភ្លាមមិនអីទេមែនទេអញ្ចឹងតោះទៅនាងស្ទើរតែឈ្មោះទៅស្មានថាឪពុកកូនពីរនាក់នេះមើលសញ្ញាដៃមិនយល់សោះនាងក៏គ្មានជំរឿអ្វីក្រៅពីទៅធ្វើការនៅផ្ទះសេដ្ឋីនោះទេតែពេលលោកស្រីបានដឹងថានាងត្រូវគេជួលមកធ្វើនំប៉ាវឲ្យកូនប្រុសគាត់ខឹងយ៉ាងខ្លាំងហើយគិតថាកូនប្រុសបន្ទុកគាត់ដែលមិនចេះធ្វើនំប៉ាវគាត់ក៏ដួលអង្គុយលើឥដ្ឋហើយរកថាខ្លួនជាមនុស្សអត់បានការថ្ងៃនេះជាថ្ងៃបោះចោលជំងឺបោះផ្កាបៃតងនេះចោលមួយបោះចោលជំងឺមួយបោះចោលគ្រោះថ្នាក់មួយទៀតបោះចោលភាពសៅហ្មងលោកម្ចាស់ឬហើយក៏ដើរចេញមកស្ដីបន្ទោសប្រពន្ធថាគាត់អត់មានចរិតជីជំទាវសោះកូនប្រុសពើទ្រាំមិនបានទេទើបរត់ចេញពីផ្ទះនោះអីលោកឯងនិយាយម្ដងទៀតមើលនិយាយអញ្ចឹងចុះម៉េចបើមិនមែននាងឯងបង្ខំញ៉ាំម្ហូបឆ្កែមិនស៊ីរាល់ថ្ងៃទេកូនក៏មិនរត់ចេញដែរនៅមកបន្ទោសខ្ញុំទីនេះឬជារបៀបអ្នកមានគេនិយាយគ្នាគ្រួសារនេះកាច់ម្លេះពេលនោះលោកស្រីទើបដឹងថាមានអ្នកក្រៅនៅទីនេះក៏ប្រញាប់ឲ្យគេដេញនាងចេញតែពេលដឹងថានាងជាមនុស្សថ្លង់ភ្នែកលោកស្រីក៏ប្រែជាភ្លឺភ្លេទីបំផុតមានមនុស្សដែលមិនចេះនិយាយដើមខ្ញុំហើយប្រញាប់ដេញមីងចាំងមីងវាងនិងមីងលីចេញទៅថ្ងៃក្រោយទុកតែនាងម្នាក់នេះបានហើយតែវិឡាធំស្គមស្កៃឲ្យនាងធ្វើមិនឈ្នះច្បាស់ជាធ្វើមិនទាន់ទេលោកស្រីក៏គិតថាជួលអ្នកម៉ៅការមកបោះសម្អាតចុះឲ្យនាងស្នាក់នៅទីនេះទទួលខុសត្រូវតែរឿងបាយទឹក3ពេលបានហើយម្ចាស់ឬហើយក៏យកព្រមតាមនឹងព្រោះបើកាប់ចាក់គ្នាយ៉ាងណាក៏នាងថ្លង់មិនអាចយកទៅនិយាយប្រាប់គេដែរតែលោកស្រីស្ដាប់ឬហើយក៏ឆ្លោះគ្នាជាមួយគាត់ទៀតចំណែកកូនប្រុសសាមនឹងរឿងនេះបាត់ទៅហើយក៏នាំនាងទៅបន្ទប់ធ្វើការដើម្បីរៀបចំការងារបន្តគិតថាផ្ទះនេះមានតែនាងម្នាក់រវល់មុខរវល់ក្រោយក៏ដំឡើងប្រាក់ខែពី50000ទៅ100000យ៉នហើយកែទុកចិត្តចោះទោះមេឃធ្លាក់ក៏ខ្ញុំគិតតែពីរឿងលុយម្សៅខ្ញុំដែរបន្ទាប់ពីនាងនៅទីនេះបានមួយសប្តាហ៍នាងក៏យល់ច្បាស់ពីគ្រួសារមួយនេះតាមពិតទៅប្តីប្រពន្ធនេះរៀបការគ្មានសេចក្តីស្រឡាញ់ទេ30ឆ្នាំមកនេះឆ្លោះគ្នាមិនដែលលុះថ្ងៃចំណែកកូនច្បងគិតតែពីរឿងការងារមិនខ្វល់ខ្វាយរឿងក្នុងផ្ទះសោះពេញមួយផ្ទះនេះមានតែកូនពៅទេដែលធម្មតាតែគេបែរជាត្រូវនៅកណ្ដាលខ្លាចជាកន្លែងរងសម្ពាធជំនួសគេនាងឃើញហើយលួចគិតថានេះឯណាជាផ្ទះសេដ្ឋីនេះវាជារោងល្ខោនច្បាស់ណាស់នាងគិតថាគ្រាន់តែនៅស្ងៀមលុយម្សៅក្នុងផ្ទះបាយទៅរឿងរ៉ាវក្នុងផ្ទះនេះក៏មិនប៉ះពាល់ដល់នាងដែរតែរហូតដល់ថ្ងៃមួយពេលនាងយកបាយទៅឲ្យកូនពៅក៏ឃើញលោកម្ចាស់និងលោកស្រីកំពុងឆ្លោះគ្នាស្លៀកពាក់សង្ហាម្លេះរៀបចំទៅខូបកំណើតស្រីចាស់លោកឯងមែនទេចុះនាងឯងមិនអញ្ចឹងដែរស្លៀកពាក់បែបនេះចង់ទៅអួតសម្រស់នៅមុខភ្នំសង្សារចាស់នាងឯងមែនទេម្នាក់ទៅខូបកំណើតម្នាក់ទៅសែនភ្នំអាពីពីសេដ្ឋីមួយគូនេះពិតជាប្លែកគេមែនដោយការរំពឹងទុកពួកគេក៏ឆ្លោះគ្នាធំបន្ទាប់មកលោកម្ចាស់ក៏ដើរចេញទៅក្រៅបារពេលរសៀលលោកស្រីអផ្សុកក៏មករៀបរាប់ប្រាប់នាងលោកស្រីគិតថាប្តីប្រកាសជាទៅរកស្រីចាស់នោះហើយថ្ងៃនេះគាត់ខំស្លៀករ៉ូបតែប្តីចូលចិត្តបំផុតតែបែរជាមិនទទួលបានការសរសើរសំបីមួយទោះបីពួកគេរៀបការដោយការចាត់ចែងក្តីតែ30ឆ្នាំមកនេះគាត់ទម្លាប់មានប្តីនៅក្បែរទៅហើយគាត់គិតថាពេលនៅផ្ទះក៏គ្មានអ្នកណានិយាយជាមួយមីងវាងពីមុនចូលចិត្តយករឿងគាត់ទៅនិយាយដាំប្រាប់អ្នកបម្រើផ្សេងលោកស្រីគិតថានាងល្អជាងគេស្ដាប់បានតែនិយាយមិនបានជាកន្លែងសុវត្ថិភាពបំផុតក្នុងការរៀបរាប់ឡើងលោកម្ចាស់ត្រឡប់មកវិញដៃមានកាន់ផ្កាកុលាបពណ៌ស៊ីជម្ពូលោកស្រីឃើញក៏បញ្ជូរបាញ់ភ្លាមយ៉ាងម៉េចហើយការនឹងឲ្យគេមិនយកមែនទេមើលទៅគេប្រហែលជាមើលងាយរបស់លោកហើយកុំយកមកឲ្យទៅភ្នែកខ្ញុំលោកប្រពន្ធនិយាយបែបនេះខឹងយ៉ាងខ្លាំងក៏បោះផ្កាចូលធុងសម្រាប់ពួកគេក៏ឆ្លោះគ្នាធំម្ដងទៀតតែនឹកស្មាននោះលោកម្ចាស់ក៏មករៀបរាប់ប្រាប់នាងដែរថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍30ឆ្នាំរបស់យើងរាល់ឆ្នាំខ្ញុំចង់តែធ្វើពិធីជុំគ្នាធម្មតាទេតែរាល់ឆ្នាំគាត់តែងតែធ្វើឲ្យខ្ញុំខឹងផ្កាកុលាបពណ៌ស៊ីជម្ពូនេះជាផ្កាដែលគាត់ចូលចិត្តបំផុតហើយអ្វីគាត់ចូលចិត្តនិយាយពាក្យជិះចាប់ម្លេះប៉ុន្តែថ្ងៃនេះគាត់ពិតជាស្អាតខ្លាំងណាស់ពេលនោះនាងក៏លួចរើផ្កាចេញពីធុងសម្រាមហើយកាត់តម្រឹមឲ្យស្អាតខ្ចប់វាឡើងវិញយ៉ាងប្រណិតបន្ទាប់មកនាងក៏យកទៅបន្ទប់លោកស្រីមិននឹកស្មានលោកស្រីកំពុងយំសោកសង្រេងតែម្នាក់ឯងសោះលោកស្រីឃើញនាង